បាទថ្ងៃនេះនិយាយប្រធានបទអំពីផ្នែកកាយទៀតដែរមានបងប្អូនយើងមួយចំនួនគាត់អត់ស្គាល់ផ្នែកកាយអញ្ចឹងផ្នែកកាយនេះមួយបាទនឹងវត្ថុផ្សេងទៀតតែខ្ញុំនិយាយតែផ្នែកកាយទេផ្នែកកាយនេះបើសិនជាបងប្អូនមិនស្គាល់បងប្អូនកុំជាវនោះត្រាតែយើងស្គាល់ផ្នែកកាយច្បាស់ចាំយើងទៅជាវផ្នែកកាយអញ្ចឹងណាបងប្អូនអូផ្នែកកាច់គេលក់ថ្លៃបងប្អូនណាផ្នែកកាច់គេលក់ថ្លៃមិនលក់ថោកទេហើយបើផ្នែកកាច់នឹងថោកបងប្អូនត្រូវគិតថាហេតុអីក៏វាថោកព្រោះរបស់នឹងពិបាករកណារបស់នឹងវាបកកែហេតុអីក៏គេលក់ថោកអញ្ចឹងទីមួយបងប្អូនត្រូវពិនិត្យវីដេអូគេនឹងមើលពិនិត្យរបស់នឹងមើលហេតុអីក៏គេលក់ថោកផ្នែកកាច់ពិបាករកចង់មកហើយមួយទៀតបើផ្នែកកាច់នឹងវាលក់ថ្លៃមូលហេតុអីបានគេលក់ថ្លៃរបស់ថ្លៃនោះក៏វាមិនប្រកាសថាល្អទាំងអស់ឲ្យតែថ្លៃវាល្អទេជួនកាលមកពីយើងវាល្ងងមិនចេះមើលទៅគេបោកយើងដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងរឿងវត្ថុស័ក្តិសិទ្ធិនេះវាអត់មានសាលាណាបើកបង្រៀនទេគឺយើងចេះតាមគ្នាយើងសម្គាល់តាមគ្នាតាមដូនតាមតាយើងដែលគាត់ចងក្រងមកថានេះផ្នែកកាច់ប្រភេទហ្នឹងវាចេះផ្នែកពិតវាចេះផ្នែកមិនពិតវាចេះអញ្ចឹងណាបងប្អូនអញ្ចឹងវាអត់មានសាលារៀនណាបង្ហាញបង្រៀនថាផ្នែកកាច់វាមានចេះផ្នែកកាច់មិនពិតចេះវាអត់មានទេអញ្ចឹងបងប្អូនមុននឹងស្រឡាញ់ផ្នែកកាច់មុននឹងជាវផ្នែកកាច់បងប្អូនត្រូវសិក្សាពីផ្នែកកាច់នឹងឲ្យស្គាល់សិនអញ្ចឹងណាបងប្អូនអញ្ចឹងសម្គាល់វាម៉េចបើបងប្អូនមិនយល់ទេបងប្អូនអាចទិញផ្នែកយើងមិនថាផ្នែកក្រៅស្រុកផ្នែកក្នុងស្រុកអីទេទិញឲ្យបាន4-10ដើមហើយយកវាមកវាយបំបាក់ដូចផ្នែកកាច់ចឹងណាវាយវាបំបាក់ទៅអញ្ចឹងផ្នែកកាច់ទី1បើមានថ្នាំខ្ទាំខាងលើនេះទេទី1ទី2ស្នាមដែលបាក់នេះធ្វើមិនក៏វាអត់ដូចផ្នែកដែលកាច់ដែរអញ្ចឹងបងប្អូនវាយផ្នែកហ្នឹងឲ្យបាក់បានចុងផ្នែកហ្នឹង4-10អីទៅហើយបងប្អូនពិនិត្យមើលជាមួយនឹងវីដេអូដែលគេថាផ្នែកកាច់ហ្នឹងវាដូចគ្នាអត់ហើយបើវាមិនដូចគ្នាទេយើងតាមដានបន្តទៀតអញ្ចឹងណាបងប្អូនពិនិត្យមើលថាមិនបានគេអះអាងថារបស់គេនឹងផ្នែកកាច់ពិតហើយហេតុអ្វីបានជាផ្នែកនឹងវាផ្នែកកាច់មិនពិតដោយតែយើងវាយតែអត់អញ្ចឹងណាបងប្អូនអញ្ចឹងផ្នែកកាច់នេះថ្លៃណាស់ហើយមិនងាយមានអ្នកណាទៅបញ្យល់បានទេបងប្អូនណាទៅបញ្យល់របៀបម៉េចបើមនុស្សមិនស្គាល់ផងហើយទៅបញ្យល់អ្ម៉េចវាប្រៀបដូចជាមនុស្សដែលមិនចេះអក្សរហើយគេសរសេរឈ្មោះឲ្យទៅរករបស់អញ្ចឹងទៅរកអ្ម៉េចបើមិនចេះអក្សរផងហ្នឹងអានអក្សរមិនរួចផងហើយទៅរកអ្ម៉េចឃើញអញ្ចឹងបងប្អូនត្រូវមើលវីដេអូហ្នឹងឲ្យបានច្រើនហើយអនុវត្តខ្លួនឯងអនុវត្តមើលតើអាផ្នែកដែលយើងវាយហើយអាផ្នែកដែលគេថាផ្នែកកាច់ហ្នឹងវាដូចគ្នាអត់បើថាសន្តានវាដូចគ្នាដែរទេកុំយកបាទយើងសង្ស័យមិនច្បាស់ទេកុំយកអាហ្នឹងខ្លាចចាញ់បោកគេលុយពិបាករកណាបងប្អូនមនុស្សមិនល្អគ្រប់10ទេអ្នកណាក៏ដូចអ្នកណាដែរវាគ្មានអ្នកណាល្អគ្រប់10ដូចគ្នាទេបងហើយមនុស្សត្រង់ក៏វាក្រដែរឥឡូវនេះនោះអញ្ចឹងអ្នកល្អក៏មានអ្នកអាក្រក់ក៏មានកន្លែងណាគេបោកយើងបានគេបោកកន្លែងណាគេបោកយើងមិនបានអាហ្នឹងចាត់ទុកតែយើងឆ្លាតអញ្ចឹងណាបងប្អូនទាំងផ្នែកកាច់ហើយខ្ញុំធ្វើវីដេអូច្រើនដងហើយផ្នែកកាច់ហ្នឹងផ្នែកកាច់ដែលវាបុកជាប់ដើមឈើគឺវាបុកបាក់ភ្លាមគឺខាងចុងនេះវាអត់មានស្នាមស្ទីកឬសឹកទេហើយខាងលើនេះអត់មានស្នាមខ្ទាំទេហើយស្នាមបាក់នេះគឺវាធម្មជាតិអញ្ចឹងណាបងប្អូនរឹកណាបងផ្នែកកាច់កម្លាំងជ្រុកខ្លាំងណាស់បាទសូម្បីតែយើងវាយជួនកាលមកក្នុងកថាអត់បាក់អានេះពិសេសត្រង់តាកាច់ហើយតាន់ទៀតអញ្ចឹងcònអនុភាពនៃផ្នែកកាច់នឹងវាបកកែឲ្យតម្រាំតែវាតាន់ទៀតអញ្ចឹងផ្នែកតាន់នេះរឹត